បងប្អូនស្គាល់សត្វកេងកងឯងបាទសត្វកេងកងត្រូវបានចាស់ចាស់និយាយតគ្នាថាវាគឺជាសត្វដែលមានស្នេហាស្មោះភក្តីភាពចំពោះដៃគូរបស់វាអញ្ចឹងថ្ងៃនេះគឺខ្ញុំបាននឹងជម្រាបជូនបងប្អូនខ្លះៗអំពីប្រវត្តិរបស់សត្វកេងកងថាតើវាស្មោះស្នេហ៍បែបណាហេតុអីបានជាចាស់ចាស់ដំណាលតគ្នាចាស់បាននិយាយថាសត្វកេងកងគឺជាសត្វដែលមានស្នេហាស្មោះចំពោះដៃគូរបស់វាហើយជាសត្វដែលគេថារក្សាខ្លួនរក្សាប្រាណព្រហ្មចារីមិនឲ្យអ្នកណាប៉ះបានក្រៅពីប្តីឬក៏ប្រពន្ធរបស់វាឡើយទោះបីជាវាមានដៃគូជីវិតហើយក៏ដោយអញ្ចឹងសត្វកេងកងគឺជាសត្វដ៏កម្រមួយប្រភេទនាពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជារបស់យើងដែលរាជរដ្ឋាភិបាលក៏ដូចជាក្រសួងបរិស្ថានកំពុងធ្វើការពាររក្សាវាដើម្បីបន្តឲ្យមានកូនចៅនៅក្នុងទឹកដីនៃប្រទេសកម្ពុជារបស់យើងជាបន្តទៀតអញ្ចឹងនៅពេលដែលវាចាប់ផ្ដើមគេថាពេញរូបពេញរាងមានដៃគូជីវិតគឺអាឈ្មោលគឺជាអ្នកមានទូនាទីក្នុងការស្វែងរកផ្ទះសម្បែងឬហៅថាសម្បុកនៅពេលអាឈ្មោលដើររកសម្បុកបានហើយគឺអត់ទាន់ធ្វើការចោះសម្បុកនោះឡើយគឺហៅភរិយាឬក៏ប្រពន្ធដែលជាតួអង្គញីហ្នឹងគឺតែមើលសិនបើសិនជាមញីពេញចិត្តទៅអាឈ្មោលធ្វើការចោះសម្បុកនៅទីនេះផ្ទាល់តែម្ដងប៉ុន្តែបើមញីអត់ពេញចិត្តទេអាឈ្មោលនឹងបន្តដើររករហូតដល់ភរិយារបស់ខ្លួនឬក៏ប្រពន្ធរបស់ខ្លួនពេញចិត្តសម្បុកនោះទើបសាងចម្រុះគ្រួសារនៅទីនោះតែម្ដងនៅពេលដែលសាងគ្រួសារឬក៏ហៅថាការបន្តពូជមញីពងហើយគឺឲ្យអាឈ្មោលជាអ្នកមើលថែនឹងក្រាពងញាស់រហូតដល់កូនធំធាត់ឡើងដោយមញីគឺមានតួនាទីក្នុងការស្វែងរកចំណីគុតគង់ស្វាមីឬក៏ប្តីនឹងកូនរបស់ខ្លួនមូលហេតុមិនឲ្យអាឈ្មោលទៅដោយសារខ្លាចអាឈ្មោលឆ្លុះបង្វែងជាមួយនឹងស្រីញីខាងក្រៅភ្លេចប្រពន្ធភ្លេចកូនព្រោះពេលដែលក្រាពងគឺរុនរបស់វាចោះទុកតែចំពោះទេមិនថាចោះប្រហោងទូចមួយទុកគ្រាន់តែបញ្ចុកចំណីតែប៉ុណ្ណោះអញ្ចឹងហើយបានមញីមានតួនាទីក្នុងការស្វែងរកចំណីឲ្យប្តីហើយចំណីទៀតសោតការស្វែងរកចំណីពេលដែលបានចំណីមកមញីក៏ហ៊ានស៊ីខ្លួនឯងទេគឺឲ្យប្តីនឹងកូនហូបសិនកូនហូបឆ្អែតបានមញីហ៊ានហូបខ្លួនឯងអញ្ចឹងបើក្នុងករណីបានចំណីតិចក៏ដោយក៏ឲ្យប្តីនឹងកូនហូបសិនអញ្ចឹងបានសល់ប្រហែលគឺខ្លួនអ្នកហូបអញ្ចឹងនេះគឺជារឿងរ៉ាវរបស់សត្វកេងកងបើក្នុងករណីដែលដៃគូវាស្លាប់អញ្ចឹងសត្វកេងកងគឺវានឹងស្លាប់តាមគ្នាតែម្ដងវាមិនស្លាប់លុះត្រាតែវាមានកូននៅក្នុងបន្ទុកឧទាហរណ៍ថាវាមិនទាន់មានកូននៅក្នុងបន្ទុកបើសិនជាដៃគូមួយណាស្លាប់គឺដៃគូម្ខាងទៀតវាអាចហោះទៅលើអាកាសទម្លាក់ខ្លួនមកក្រោមបោកក្បាលនឹងដីឬក៏ថ្មឲ្យស្លាប់បើមិនអញ្ចឹងទេវាសុខចិត្តអត់ចំណីអាហារតែម្ដងបើក្នុងករណីមានកូននៅក្នុងបន្ទុកវានឹងបន្តរស់នៅម្នាក់ឯងហើយចិញ្ចឹមកូនចៅលូតដល់ថ្ងៃអស់ជីវិតតែម្ដងហើយម្យ៉ាងមួយទៀតវាគឺជាសត្វដែលគេហៅថារក្សាខ្លួនរក្សាប្រាណព្រហ្មចារីយ៍ប្រាណរបស់វាសម្រាប់តែប្តីហើយនិងប្រពន្ធតែម្ដងក្នុងការប៉ះបាន